ជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរយើងមកធ្វើស្ងោរស្ពៃក្រញាញ់ជាមួយនឹងត្រីឆ្ពិនម្ហូបមួយមុខនេះក៏ជាបែបសាមញ្ញដែរអ្នកទាំងអស់គ្នាព្រោះថាយើងយកត្រីមកស្ងោរជាមួយនឹងស្ពៃក្រញាញ់គឺមានរសជាតិឆ្ងាញ់ធម្មតានោះទេយើងធ្វើម្ហូបផងហើយយើងនឹងមកស្ដាប់នៅរឿងស្នេហាប្រភពជាបន្តទៀតផងដែរណាកាលពីភាគមុនយើងនិយាយដល់វឌ្ឍនាបានជួបនឹងនាយមង្គលហើយវឌ្ឍនាក៏បាននិយាយទៅមង្គលថាបាទពិតមែនហើយមិនដឹងថាជាឆ្កែមកពីណាទេដែលមកលុកខាំខ្ញុំពីក្រោយខ្នងបែបនេះប៉ុន្តែខ្ញុំមិនឲ្យឆ្កែនោះខាំខ្ញុំបានទេខ្ញុំនឹងចាប់វាដាក់ទ្រុងឲ្យបានកុំឲ្យវាដើរខាំគេប្រេះផ្ដាស់ទៀតនាយមង្គលញញឹមលាក់គំនួនប្រហែលជាឆ្កែនោះកាយទេដឹងដូច្នេះខ្ញុំគិតថាវាមិនងាយធ្វើអ្វីវាបាននោះទេនាយមង្គលមើលនាឡិកាហើយក៏និយាយទៅកាន់វឌ្ឍនាថាខ្ញុំដល់ម៉ោងធ្វើការហើយអញ្ចឹងខ្ញុំសូមលាទៅមុនហើយនិយាយរួចហើយនាយមង្គលក៏ដើរចេញពីវឌ្ឍនាបាត់ទៅនោះអ្នកសង្ហាវឌ្ឍនាឃើញនាយមង្គលដើរចេញទៅគេក៏និយាយតែម្នាក់ឯងថាយើងនឹងបកអាក្រាតឯងឲ្យបានយើងមិនឲ្យប្អូនស្រីរបស់យើងស្លាប់ដោយឥតប្រយោជន៍នោះទេរីឯនាយមង្គលគេខឹងនឹងកូនចៅយ៉ាងខ្លាំងដែលពួកគេធ្វើការមិនបានសម្រេចមង្គលស្ដីឲ្យកូនចៅរបស់គេថាចាំជាគ្មានបានការមែនអវឌ្ឍនាវានៅរស់នៅឡើយទេហេតុអីក៏ពួកឯងធ្វើការភ្លីភ្លើបែបនេះកូនចៅក៏និយាយតបទៅចៅហ្វាយឲ្យខ្ញុំសំទោសណាចៅហ្វាយព្រោះខ្ញុំគិតថាវាមិនអាចរស់នោះទេខ្ញុំឃើញច្បាស់ណាស់ណាចៅហ្វាយឬមួយក៏មានអ្នកណាជួយវានាយមង្គលឮកូនចៅនិយាយបែបនោះគេក៏គិតថាតើអ្នកណាជាអ្នកជួយវឌ្ឍនាទៅកូនចៅក៏សួរទៅមង្គលបន្តតើយើងចាត់ការវាយ៉ាងម៉េចទៀតទៅចៅហ្វាយផ្អាកសិនទៅព្រោះអវឌ្ឍនាវាប្រហែលជាដឹងខ្លួនហើយបាទចៅហ្វាយប៉ុន្តែឯងត្រូវតែតាមដានសកម្មភាពអវឌ្ឍនាជាបន្តទៀតព្រោះយើងមិនអាចប្រហែលបានទេកូនចៅក៏ឆ្លើយតបទៀតថាបាទខ្ញុំនឹងតាមដានជាបន្តទៀតនិយាយរួចហើយកូនចៅរបស់មង្គលក៏ដើរចេញទៅនៅកណ្ដាលអាធ្រាត្រយប់ខែរនោចអស់សពសត្វកំពុងតែនន្ទ្រាលង់លក់យ៉ាងស្កប់ស្កល់ចំណែកឯចរណៃស្រីវិញនាងកំពុងតែគេងនៅលើសាឡុងក្បែរគ្រែរបស់វឌ្ឍនាពេលនោះចរណៃស្រីក៏យល់សុបិនថាមានមេធ្មប់មួយកំពុងតែយកទឹកមន្តអ្វីម្យ៉ាងមកចាក់បញ្ច្រត់នាងធ្វើឲ្យនាងពិបាកដកដង្ហើមហើយក៏ស្រែកយ៉ាងខ្លាំងថាជួយផងជួយផងកុំធ្វើបាបខ្ញុំអីជួយផងជួយខ្ញុំផងពេលនោះនរៈសង្ហាវឌ្ឍនាក៏ចូលមកដាស់នាងចរណៃចរណៃពេលនោះចរណៃក៏ដឹងខ្លួនឡើងហើយនាងក៏ស្ទុះទៅអោបវឌ្ឍនាតែម្ដងនរៈយកដៃទះស្មារបស់នាងតិចតិចហើយនិយាយលួងលោមថាមិនអីទេអ្នកនាងកុំភ័យអីតើមានរឿងអីទៅ